នេះគឺជាទូរស័ព្ទដៃ Xiaomi Redmi 15 វាមានថ្មធំរហូតដល់ទៅ 7000 mAh ម៉ោង អាចធ្វើការសាកលឿន 33 វ៉ាត់ វាអាចដើរតួជា power bank សម្រាប់ធ្វើការសាកឲ្យឧបករណ៍ដទៃនៅក្នុងល្បឿន 18 វ៉ាត់ ទូរស័ព្ទដៃនេះគឺមានអេក្រង់ធំ 6.9 អ៊ីន មានល្បឿន refresh rate រហូតដល់ទៅ 144 Hz ហើយវាអាចកំដរអ្នកនរគ្នាប្រើប្រាស់រហូតដល់ទៅ 2 ថ្ងៃជាង Redmi 15 គឺមានតម្លៃ $139 សម្រាប់ជម្រើសទំហំផ្ទុក 128GB និងតម្លៃ $159 សម្រាប់ជម្រើសទំហំផ្ទុក 256GB ជម្រើសទាំងពីរនេះគឺមាន Physical RAM 8GB បូករួមជាមួយនឹង RAM ជំនួយបន្ថែម 8GB សរុបគឺ 16GB អញ្ចឹងបើអ្នកទាំងគ្នាចង់ស្វែងយល់កាន់ច្បាស់អំពីទូរស័ព្ទដៃ Xiaomi Redmi 15 មួយនេះអាចតាមដានវីដេអូនេះសិនបាន Redmi 15 នេះគឺមានទំហំថ្ម 7000 mAh ម៉ោងមែនប៉ុន្តែកម្រាស់របស់វាអត់ក្រាស់នោះទេគឺត្រឹមតែ 8.4 mm តែប៉ុណ្ណោះហើយវាមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Sandy Purple Midnight Black និង Titan Grey ហើយបើអ្នកទាំងគ្នាទិញទៅនៅក្នុងប្រអប់នេះគឺអ្នកទាំងគ្នានឹងទទួលបានជាមួយនឹងទូរស័ព្ទដៃ case ការពារ ដុំសាកដែលមានល្បឿន 33 វ៉ាត់ និងខ្សែសាកអញ្ចឹងអ្នកទាំងគ្នាអត់ចាំបាច់ទិញក្រៅបន្ថែមនោះទេខាងក្រៅនេះវាមានស៊ុំកាមេរ៉ាបែបបញ្ឈរ Home Pod កាមេរ៉ានិង Flash ហើយក្នុងខាងក្រៅនេះគឺគេ design មកស្អាតមែនទែននៅផ្នែកខាងលើយើងឃើញមាន IR Blaster សម្រាប់ធ្វើការបញ្ជាគ្រឿងអេឡិចត្រូនិកដែលអ្នកទាំងគ្នាអាចធ្វើការបញ្ជាទូរទស្សន៍និងម៉ាស៊ីនត្រជាក់ជាដើមបន្ទះ SIM card នៅផ្នែកខាងឆ្វេងនេះគឺយើងអាចបន្ថែម micro SD card បានហើយបន្ទះ scan ម្រាមដៃគឺគេដាក់ជាមួយនឹងប៊ូតុង power ហើយយើងក៏អាចធ្វើការកំណត់នៅមុខងារ AI មួយចំនួនដូចជា AI Gemini ឬក៏ Circle to Search នៅលើ Home ប៊ូតុងក៏បានឬក៏នៅប៊ូតុង power នេះក៏បានទូរស័ព្ទនេះក៏មានជាមួយនឹងប្រព័ន្ធការពារជំរាបទឹកនិងធូលី IP64 ផងដែរអញ្ចឹងសម្រាប់ការប្រើប្រាស់នៅក្នុងរដូវវស្សានេះគឺវាល្អមែនទែនវាអត់ខ្លាចទឹកអត់ខ្លាចធូលីទេហើយសំខាន់អ្នកនរគ្នាអាចធ្វើការប្រើប្រាស់នៅក្នុងស្ថានភាពមេឃភ្លៀងឬក៏នៅខាងក្រៅមានសំណើមក៏ដោយក៏យើងអាចប្រើប្រាស់បានដែរជាមួយនឹងបច្ចេកវិទ្យា Wet Touch ចំនួន 2.0 នេះគឺវាអាចឲ្យយើងធ្វើការប្រើប្រាស់បានទោះបីជាអេក្រង់នេះសើមក៏ដោយចំពោះផ្ទៃបង្ហាញនេះគឺវាមានទំហំ 6.9 អ៊ីនបង្ហាញក្នុងកម្រិត Full HD+ ហើយវាមានល្បឿន refresh rate រហូតដល់ទៅ 144 Hz វាអាចកំដរយើងក្នុងការកម្សាន្តទស្សនាភាពយន្តនិងការលេងហ្គេមជាដើមគឺបាន smooth រលូនល្អអេក្រង់នេះក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាពរហូតដល់ទៅ 3 ផ្សេងគ្នាថែមទៀតផងអញ្ចឹងសម្រាប់ការប្រើប្រាស់វាអាចឲ្យយើងទុកចិត្តបានមិនប៉ះពាល់កែវផ្នែកនោះទេឥឡូវយើងមកនិយាយអំពី performance របស់វាវិញម្ដងចំពោះ Redmi 15 នេះគឺវាប្រើប្រាស់ជាមួយនឹងបន្ទះជិបរបស់ក្រុមហ៊ុន Qualcomm Snapdragon 685ដែលមានទំហំ 6 nanometer ឈិបនេះគឺវាអាចទ្រង់ RAM រហូតដល់ទៅ 16GB វាមានជម្រើសទំហំផ្ទុក 128GB និង 256GB ហើយ Physical RAM ដែលវាទទួលបានគឺ 6GB និង 8GB វាអាច extend RAM បន្ថែមនឹងរហូតដល់ទៅ 8GB បន្ថែមទៀតអញ្ចឹងហើយ RAM ដែលវាទទួលបានទាំងអស់សរុបគឺខ្ទង់ 16GB ចំពោះការតេស្តរបស់នៅលើ Geekbench 6យើងទទួលបានបន្ទុកសម្រាប់ Single Core ហ្នឹងគឺ 454 និង Multi Core វាទទួលបានបន្ទុក 1541 ហើយខ្ញុំក៏បានធ្វើការតេស្តរបស់លេងហ្គេមមួយចំនួនផងដែរដូចជា PUBG និង Mobile Legends គឺវាអាចអូសដំណើរការបានល្អវាមិនបានរុញ performance ឲ្យកប់ខ្លាំងដូចទៅនឹងទូរស័ព្ទដៃ flagship តម្លៃរាប់រយដុល្លារនោះទេប៉ុន្តែវាអាចឲ្យយើងប្រើប្រាស់និងលេងបានហើយទោះបីជាក្នុងអំឡុងពេលដែលមាន graphic ប្រើប្រាស់ skill ឬក៏មាន effect ច្រើនក៏វាអាចទ្រង់បានផងដែរចំណុចសំខាន់មួយដែលអ្នកទាំងអស់គ្នាមានទូរស័ព្ទដៃនេះប្រើគឺវាមានចំនួនទំហំថ្មធំរហូតដល់ទៅ 7000 mAh ទំហំថ្មប៉ុណ្នេះគឺអាចយើងប្រើប្រាស់បានរយៈពេល 2 ថ្ងៃជាងយ៉ាងផុយអត់មានបញ្ហាទេហើយសំខាន់គឺវាអាចធ្វើការសាកលឿនជាមួយនឹងដុំសាករហូតដល់ទៅ 33 វ៉ាត់សាកចូលលឿនដែលវាចំណាយពេលខ្ទង់ 1 ម៉ោងជាងតែប៉ុណ្ណោះហើយសម្រាប់មុខងារ reverse charge ឬក៏មុខងារសាកឲ្យឧបករណ៍ដទៃវាអាចសាកចូលក្នុងល្បឿនរហូតដល់ទៅ 18 វ៉ាត់គឺជាល្បឿនលឿនមួយដែលទូរស័ព្ទផ្សេងអាចសាកបានត្រឹមតែ 5 ឬក៏ 8 វ៉ាត់ទេតែមួយនេះគឺអាចឲ្យយើងធ្វើការសាករហូតដល់ទៅ 18 វ៉ាត់ចំពោះកាមេរ៉ាខាងក្រៅនេះគឺមានជាមួយនឹងកាមេរ៉ាចំនួន 2 គ្រាប់មួយជា depth camera និង Lenco ទំហំ 50 megapixel aperture f1.8 ចំពោះការថតរូបខ្ញុំបានធ្វើការតេស្តសាកល្បងថតច្រើនជាពិសេសនៅក្នុងខេត្តសៀមរាបគឺយើងបានថតភាសាជាច្រើនផងដែរហើយនៅក្នុងនេះគឺយើងឃើញថារូបភាពដែលយើងថតចេញមកគឺស្អាតសម្រាប់ការថតនៅក្នុងកម្រិត 1x និង 2x គឺវាទាញយករូបភាពបានច្បាស់ល្អមែនទែនទោះបីជាវាក្នុងកម្រិត digital zoom ក៏ដោយប៉ុន្តែ 2x វានៅរក្សា detail បានច្រើនខ្លាំងមែនទែនចំពោះកាមេរ៉ាខាងមុខវាមានទំហំ 8 megapixel aperture 2.0 ហើយវាក៏អាចធ្វើការថត selfie បានស្រស់ស្អាតផងដែរសម្រាប់ការថតវីដេអូទាំងកាមេរ៉ាផ្នែកខាងមុខនិងកាមេរ៉ាផ្នែកខាងក្រោយគឺយើងអាចថតក្នុងកម្រិត Full HD នេះគឺជាវីដេអូដែលយើងថតពីកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃ Redmi 15 សរុបមកបណ្ដាអ្នកទាំងគ្នាចង់បានជំនួយទូរស័ព្ទដៃតម្លៃសមរម្យអត់ចង់ចំណាយច្រើនចង់បានជំនួយទូរស័ព្ទថ្មប្រើប្រាស់បានយូរ2ថ្ងៃជាងហើយអាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកទាំងគ្នាបាននោះខ្ញុំគិតថាទូរស័ព្ទដៃ Redmi 15 នេះគឺជាជម្រើសមួយសម្រាប់អ្នកទាំងគ្នាប្រើប្រាស់នៅក្នុងអំឡុងពេលនេះហើយចា៎អរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ